បុរសដែលត្រូវជាប្តីឬក៏ស្វាមីចង់បាននូវសេចក្តីសុខចម្រើនប្រយោជន៍ជាពិសេសរក្សានូវសុភមង្គលទីមួយគឺត្រូវស្រឡាញ់ពេញចិត្តរាប់អានបុរសត្រូវជាប្តីឬស្វាមីចង់បាននូវសេចក្តីសុខសេចក្តីចម្រើននិងប្រយោជន៍ជាពិសេសរក្សានូវសុភមង្គលជាមួយនឹងប្រពន្ធរបស់យើងត្រូវបដិបត្តិធម៌5យ៉ាងចំពោះភរិយារបស់យើងដូចជាព្រះអង្គទ្រង់សម្ដែងថាបញ្ចហិខោកហបតិពុត្តៈថានេហិសាមិកេនៈបច្ឆិមាតិសាភរិយាបច្ចុប្បថាតពាបានសេចក្តីថាត្រូវរាប់អានស្រឡាញ់ពេញចិត្តពេញទីជាមួយនឹងភរិយារបស់ខ្លួនគឺថាត្រូវលើកដំកើងផ្ដល់តម្លៃឲ្យប្រពន្ធរបស់យើងទី2គឺមិនត្រូវមើលងាយមិនត្រូវមកថោប្រពន្ធរបស់យើងកុំអាងថាយើងជាអ្នករៀនចេះកុំអាងថាយើងជាអ្នកមានកម្លាំងបាយយើងស្ដីបន្ទោសចាស់កំហុសឬក៏ជេរប្រតិចត្រកោះបបោកជាមួយភរិយារបស់យើងគឺមិនត្រូវដៀលពូជរបស់នាងគឺមិនត្រូវជេរនាងថាងងក្រមួយខ្លើយ៉ាងនេះយ៉ាងនោះគឺផ្ដល់គោរពសិទ្ធិគ្នាទៅវិញទៅមកផ្ដល់តម្លៃគ្នាទៅវិញទៅមកទី3គឺមិនត្រូវលបលួចលះសហាយនៅខាងក្រៅមិនត្រូវប្រព្រឹត្តក្បត់ចិត្តបុរសនៅខាងក្រៅយើងមានឱកាសធ្វើការងារប្រកបចិញ្ចឹមជីវជនឬក៏ចិញ្ចឹមគ្រួសារត្រូវរក្សានូវភាពទៀងត្រង់ស្មោះត្រង់ស្មោះស្ម័គ្រជាមួយនឹងភរិយារបស់យើងទី4គឺត្រូវផ្ដល់នូវភាពជាធំឲ្យប្រពន្ធរបស់យើងគឺថាក្នុងការងារទាំងឡាយទាំងពួងនៅក្នុងក្រុមសង្គមគ្រួសារដូចជាបាយទឹកនំចំណីត្រីសាច់ពេលខ្លះផ្ដល់ភាពជាធំឲ្យនាងផ្ដល់នូវអិសរាយុឲ្យនាងក្នុងការសម្រេចសិទ្ធិវាសនានៅក្នុងក្រុមសង្គមគ្រួសារដូចជាការងារធំការងាររកស៊ីការងារសម្រេចអ្វីណាមួយយើងជាប្តីឬស្វាមីត្រូវគោរពស្ដាប់ឲ្យបានច្រើននៅយោបល់របស់នាងក្នុងការចូលរួមសម្រេចកិច្ចការងារធំនៅក្នុងក្រុមសង្គមគ្រួសារទី5គឺត្រូវផ្ដល់ប្រកល់នៅគ្រឿងអលង្ការដល់ប្រពន្ធរបស់យើងបុរសដែលត្រូវជាស្វាមីឬប្តីត្រូវផ្ដល់នៅថាវិការនៅលុយកាក់ប្រាក់កាសឬក៏ក្រុមទេវារបស់ស្ត្រីទេវាខុសកំណត់របស់នាងអនុស្សាវរីយ៍រៀបមង្គលការរបស់អ្នកទាំងពីរយើងត្រូវតែផ្ដល់នូវថវិកាឬក៏លុយកាក់ប្រកាសជូននាងទៅញ៉ាំឬក៏ផ្ដល់នៅគ្រឿងអលង្ការដល់នាងក្នុងការតុបតែងឬក៏សម្បត្តិសម្អាងផងដែរฉะนั้นហើយគឺបុរសដែលត្រូវជាប្តីឬក៏ស្វាមីចង់បាននូវសេចក្តីសុខចម្រើនប្រយោជន៍ជាពិសេសរក្សានូវសុភមង្គលទី1គឺត្រូវស្រឡាញ់ពេញចិត្តរាប់អានប្រពន្ធរបស់យើងក្នុងទីចំពោះមុខនិងទីកំបាត់មុខត្រូវផ្ដល់តម្លៃនិងលើកតម្កើងដល់នាងទី2គឺមិនត្រូវមើលងាយមិនត្រូវមកថោកទី3គឺមិនត្រូវប្រព្រឹត្តក្បត់ចិត្តនាងឡើយទី4គឺដល់ភាពជាធំឲ្យនាងផ្ដល់នៅអិសរាយុឬក៏ការងារធំនៅក្នុងក្រុមសង្គមគ្រួសារឲ្យនាងមានឱកាសក្នុងការចូលរួមសម្រេចការងារទី5គឺឆ្លៀតឱកាសឬក៏ផ្ដល់នូវថវិកាលើការប្រកាសផ្ដល់ឲ្យនាងប្រកល់ឲ្យនាងគ្រឿងអលង្ការដល់នាងក្នុងការតុបតែងស្អាត